27នាចុងខែធ្នូតែថៃកិនគូមកបើកកិច្ចប្រជុំរបត់ជប់បាញ់72ម៉ោងខាងជប់បាញ់ខ្លង2ម៉ោង12ហើយចាំ2ម៉ោង12នេះលើកទី3តែថៃកម្ពុជាយល់ព្រមនឹងគ្នាសមភាគីយល់ព្រមជុំបាញ់បែមក3 ពីប្រទេសទាំងពីរជាប់ព្រំដែនគ្នាហើយមិនគួរណាឆ្លងគ្នាហើយថាបងលែងវីរៈកងទ័ពតែថៃបានចាប់18អង្គាហើយមកខ្មែរវិញជួបជុំគ្រួសារពេញចោតតោសាហើយមានសេរីហើយមានសេរីយើងចង់បានសុខស្រុកសន្តិភាពមានអារីភាពប្រទេសទាំងពីរប្រទេសដទៃក៏មិនចង់ពីចង់សុខនឹងគ្នាក៏រាប់រៀងអើយហើយយើងស្រឡាញ់សន្តិភាពថ្ងៃ27នាចុងខែធ្នូម៉ែថៃកិនគូបងបើកកិច្ចប្រជុំរបត់ជប់បាញ់72ម៉ោងតាំងជប់បាញ់ខ្លង2ម៉ោង12ហើយចាំ2ម៉ោង12នេះលើកទី3តែថៃកម្ពុជាយល់ព្រមនឹងគ្នាសមភាគីយល់ព្រមជប់បាញ់តែមកសាមគ្គីប្រទេសទាំងពីរជាប់ព្រំដែនគ្នាហើយមិនគួរណាឆ្លងគ្នាហើយថាបងលែងវីរៈកងទ័ពតែថៃបានចាប់18អង្គាហើយមកខ្មែរវិញជួបជុំគ្រួសារលេងចោតតោសាហើយមានសេរីហើយមានសេរីយើងចង់បានសុខស្រុកសន្តិភាពមានអារីភាពប្រទេសទាំងពីរប្រទេសដទៃក៏មិនចង់ពីចង់សុខនឹងគ្នាក៏រាប់រៀងហើយយើងស្រឡាញ់សន្តិភាព